ពេលដែលគេដាក់របាពីលើបែបហ្នឹងមានន័យថាលេខហ្នឹងគឺជាលេខ3ខ្ទង់បាទអត់អាចคล้ายជា4ខ្ទង់ឬ5ខ្ទង់ទេបាទអាហ្នឹងអត្ថន័យរបាពីលើអញ្ចឹងបានន័យថាយើងត្រូវរកតម្លៃ x សិនដើម្បីឲ្យ a ជាចំនួនគត់សេសយើងរក x ឃើញហើយយើងទៅទាញរកតម្លៃរបស់ a អញ្ចឹងសំណួរហ្នឹងគេប្រកបពីសំណួរយើងមើលលំហាត់នេះមួយលំហាត់នេះគឺកម្រិតថ្នាក់ទី7ពេលដែលយើងបានរៀននៅខ្លឹមសារចំនួនគត់គូហើយនឹងចំនួនគត់សេសរួចហើយយើងអាចធ្វើលំហាត់នេះបានអញ្ចឹងយើងមើលលំហាត់ទាំងអស់គ្នាគេឲ្យ a ស្មើនឹងលេខប៉ុណ្ណេះបាទលេខ1លេខ2 x ហើយគេដាក់របាពីលើបាទរបាពីលើនេះអញ្ចឹងនៅពេលដែលគេដាក់របាពីលើបែបហ្នឹងមានន័យថាលេខហ្នឹងគឺជាលេខ3ខ្ទង់បាទអត់អាចคล้ายជា4ខ្ទង់ឬ5ខ្ទង់ទេបាទអាហ្នឹងអត្ថន័យរបាពីលើសំណួរទីកកំណត់តម្លៃ x ដើម្បីឲ្យ a ជាចំនួនគត់គូបាទចំនួនគត់គូបាទតែចំនួនទាំងមូលហ្នឹងវាគត់ហើយគូទៀតបាទចំនួនគត់គូយើងដឹងហើយខ្លឹមសារយើងរៀនរួចហើយនៅក្នុងវីដេអូមុនណាសំណួរទីខបើ a ជាចំនួនគត់សេសចូលរកតម្លៃ a បាទអញ្ចឹងគេបញ្ជាក់លក្ខខណ្ឌថា a នេះជាចំនួនគត់សេសបាទចំនួនគត់សេសមានន័យថាលេខខាងចុងវាជាលេខប្រមាណខ្លះហ្នឹងហើយបាទអញ្ចឹងយើងចូលសំណួរកតែម្ដងទៅបាទយើងមាន a ស្មើនឹងលេខ3ខ្ទង់បាទបើ a ជាចំនួនគត់គូចំនួនគត់គូវាទាល់តែលេខខាងចុងជាលេខប្រមាណខ្លះបាទខ្លឹមសារវីដេអូមុនយើងនិយាយគ្នាហើយចំនួនគត់គូទាល់តែលេខខាងចុងនេះជាលេខ0លេខ2លេខ4លេខ6ហើយនឹងលេខ8ឲ្យតែវាមានលេខខាងចុងរបស់វាជាលេខប៉ុណ្ណេះអញ្ចឹងចំនួនទាំងមូលហ្នឹងគឺជាចំនួនគត់គូបាទអញ្ចឹងមានន័យថាតម្លៃ x របស់យើងដើម្បីឲ្យ a ជាចំនួនគត់គូតើតែ x ស្មើប៉ុណ្ណេះបាទអញ្ចឹងតម្លៃ x មាន5ករណីបាទអញ្ចឹងយើងសរសេរមកបើ a ជាចំនួនគត់គូអញ្ចឹងគេបាន x យកតម្លៃ0 2 4 6និង8បាទអញ្ចឹងយើងបានតម្លៃ x ហ្នឹងបាទដូចនេះ x របស់បាទ x របស់ប៉ុណ្ណេះបាទយើងដាក់សញ្ញារបាំងបែបនេះបានន័យថាយើងយកលេខដែលមានប្រមាណនៅក្នុងហ្នឹងយើងយកលេខប៉ុណ្ណឹងបាទលេខប៉ុណ្ណឹងសំណួរទីខបើ a ជាចំនួនគត់សេសចូលរកតម្លៃ a អញ្ចឹងបានន័យថាយើងត្រូវរកតម្លៃ x សិនដើម្បីឲ្យ a ជាចំនួនគត់សេសយើងរក x ឃើញហើយយើងទៅទាញរកតម្លៃរបស់ a អញ្ចឹងសំណួរហ្នឹងគេប្រកបពីសំណួរទី1យើងត្រូវតែរកតម្លៃ x ដែលធ្វើឲ្យ a ឲ្យចំនួនទាំងមូលហ្នឹងជាចំនួនគត់សេសសិនរួចហើយបានយកអា x ដែលយើងរកឃើញហ្នឹងទៅចំនួនចូលដើម្បីទាញរកតម្លៃ a បាទអញ្ចឹងទៅសេសំណួរសិនមកយើងមាន a ស្មើ1 2 x
bà chia chấm nón cột sẻ bà chia chấm nón cột sẻ chẳng bà vi chia chấm nón cột sẻ tam khlam xa để dương bàn riến chấm nón cột sẻ toàn tại lệch hàng trống chia lệch sẻ bà lệchประมาณ ខ្លះ chẳng những tin bàn x thời do lệch vì muối bảy pram pram pi nâng pram buồn bà cho đập muối bà dương do đập muối vì lơ bà vì lơ tới chia buồn tùng vì khó pi bà càng lỡ dương gió ỏi lệch nắng miên tập bài tùng thì nắng cả này do đập muối bàn thì ai mới tiếp bà sao dương do đập muối cái tôi ví ở bà má ta bà sao dương do đập muối bán chẳng có tôi bỏ ví vì trôi lên nè vì trôi lên mùi từ đại chẳng là ngày chẳng dương do ban tại phần này chẳng bạn đi tha lại x đại thưa oi cần sau chừng luôn a tàng mô nó chia chừng luôn cột sẻ bán miền pram cạn này đừng bà chẳng np đại x miền pram cạn ấy dương ai tiên ro tầm lại a bảo vệ bà này chẳng a bảo vệ dương do tại lại 11 từ chừng một trôi chẳng tại lại a miền pram cạn này bà chẳng bà sân chỉ chẳng chừng một trôi bà x mà mùi chẳng tại lại á mà đừng muối pi mùi bà rồi phải mùi chẳng chân luôn to tiền mà bà x mà 7 nôm ở á mà rồi mà phải 7 bà chẳng chân luôn là hậu đòn mà nôm ở á mà rồi phải pram bà chạy màដូចនេះមានតម្លៃប្រមាណខ្លះ121 123 125 127និង129បាទលំហាត់នេះយើងចប់ប៉ុណ្ណឹងអញ្ចឹងនៅក្នុងខ្លឹមសារលំហាត់នេះគឺវាជាការពង្រីកទៅលើខ្លឹមសារមេរៀនចំនួនគត់គូហើយនឹងចំនួនគត់ខ្សែបាទយើងជួបគ្នាក្នុងវីដេអូក្រោយទៀត